ក្នុងព្រះនាមព្រះបិតានិងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធសូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូនជាទីស្រឡាញ់នៅថ្ងៃអាទិត្យនេះគឺយើងហៅថាថ្ងៃអាទិត្យបុណ្យហែស្លឹកគឺយើងអបអរសាទរព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិមដែលជាសប្តាហ៍ដ៏ពិសេសសម្រាប់យើងទាំងអស់គ្នាជាគ្រីស្ទបរិស័ទយើងហៅសប្តាហ៍ពិសិដ្ឋពីព្រោះនៅក្នុងសប្តាហ៍នេះគឺយើងចូលរួមជាមួយព្រះយេស៊ូវដែលរងទុក្ខលំបាកសោយព្រះទីវង្គតនិងមានព្រះជន្មរស់ឡើងវិញបងប្អូនជាទីស្រឡាញ់ព្រះបន្ទូលដំណឹងល្អដែលយើងស្ដាប់នៅថ្ងៃអាទិត្យនេះវែងណារៀបរាប់អំពីព្រះយេស៊ូវរងទុក្ខលំបាកតាំងពីពេលព្រះអង្គអធិដ្ឋាននៅសួនហ្គេសេម៉ានីរហូតដល់គេចាប់ហើយគេកាត់ទោសប្រហារជីវិតព្រះអង្គអត្ថបទគម្ពីររៀបរាប់អំពីទុក្ខលំបាករបស់ព្រះយេស៊ូវនេះគឺយើងស្ដាប់2ដងក្នុងមួយឆ្នាំគឺទី1គឺយើងស្ដាប់នៅថ្ងៃអាទិត្យបុណ្យហែស្លឹកនេះហើយយើងនឹងស្ដាប់ម្ដងទៀតនៅថ្ងៃសុក្រពិសិដ្ឋថ្ងៃសុក្រអាទិត្យនេះយើងនឹងស្ដាប់អត្ថបទនេះឡើងវិញគ្រាន់តែយើងអានអត្ថបទគម្ពីរដំណឹងល្អតាមអ្នកនិពន្ធខុសគ្នាប៉ុន្តែរៀបរាប់អំពីរឿងតែមួយនៅក្នុងព្រះបន្ទូលនេះខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍3ចំណុចខ្ញុំនិយាយខ្លីៗណាទី1គឺអំពីព្រះយេស៊ូវជាព្រះមហាក្សត្រយើងដឹងថាបណ្ដាជនដែលហែព្រះយេស៊ូវទៅក្រុងយេរូសាឡិមគេគោរពព្រះយេស៊ូវជាព្រះគ្រីស្ទមានន័យថាជាព្រះមហាក្សត្រដែលយើងមកដើម្បីសង្គ្រោះប្រជាជនអ៊ីស្រាអែលក៏ប៉ុន្តែមានសំណួរមួយតើព្រះយេស៊ូវជាព្រះមហាក្សត្រយ៉ាងណានៅក្នុងអត្ថបទនេះបានរៀបរាប់មានគេសួរព្រះយេស៊ូវគេសួរថាតើលោកជាស្ដេចយូដាមែនឬទេបងប្អូនស្ដាប់សំណួរនេះឮទេក្នុងអត្ថបទគម្ពីរបាញ់មិញគេសួរថាព្រះយេស៊ូវថាតើលោកជាស្ដេចយូដាព្រះយេស៊ូវឆ្លើយថាម៉េចព្រះយេស៊ូវថាលោកទេតើនិយាយដូចនេះហើយព្រះយេស៊ូវមានប្រតិកម្មថាខ្ញុំជាស្ដេចមែនប៉ុន្តែមិនមែននៅក្នុងលោកនេះប្រសិនបើរាជរបស់ខ្ញុំក្នុងលោកនេះហើយខ្ញុំនឹងអាចចាត់ទេវទូតជាង10តង់ពលមកការពារខ្ញុំបានជាព្រះយេស៊ូវបង្ហាញថាព្រះអង្គជាព្រះមហាក្សត្រមែនប៉ុន្តែមិនមែនជាព្រះមហាក្សត្រតាមរបៀបដែលមនុស្សយើងធម្មតាគិតជាតើព្រះយេស៊ូវជាព្រះមហាក្សត្រយ៉ាងម៉េចនេះយើងខ្ញុំនិយាយខ្លីៗគឺទី1ព្រះយេស៊ូវជាព្រះមហាក្សត្រនៃសេចក្តីពិតអរអ្នកដែលនិយាយសេចក្តីពិតអរអ្នកដែលរស់នៅតាមសេចក្តីពិតគេនៅក្នុងព្រះរាជរបស់ព្រះយេស៊ូវមួយទៀតព្រះអង្គជាព្រះមហាក្សត្រនៃ
ធម្មមេត្តាករុណានៃព្រះハរតីប្រណីសន្តោសនៃសេចក្តីស្រឡាញ់បានជាព្រះយេស៊ូវសុខចិត្តរងទុក្ខលំបាករហូតដល់បូជាព្រះជន្មដើម្បីបង្ហាញសេចក្តីស្រឡាញ់និងដែលជាគំរូសម្រាប់យើងមួយទៀតគឺព្រះយេស៊ូវជាព្រះមហាក្សត្រនៃជីវិតគឺព្រះអង្គយាងមកក្នុងលោកនេះដើម្បីផ្ដល់ឲ្យមនុស្សយើងមានជីវិតពេញលេញបរិបូរណ៍ព្រះអង្គបូជាព្រះជន្មដើម្បីឲ្យយើងទាំងអស់គ្នាទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គនៅថ្ងៃនេះយើងមានបេក្ខជនដែលត្រៀមជាមួយទឹកក្នុងរាត្រីបុណ្យចម្លងគឺនៅពេលដែលយើងទទួលអគ្គសញ្ញាជាមួយទឹកនោះគឺយើងទទួលព្រះជន្មផ្ទាល់របស់ព្រះយេស៊ូវនិងព្រះយេស៊ូវជាព្រះមហាក្សត្រនៃសន្តិភាពហើយព្រះអង្គកសាងសន្តិភាពដោយមិនប្រើអាវុធតាមរបៀបស្ដេចលោកីនេះបងប្អូនបានឃើញពិភពលោកកំពុងតែមានសង្គ្រាមច្រើនប៉ុន្តែព្រះយេស៊ូវមិនប្រើអំណាចដូចនោះទេនៅក្នុងអត្ថបទអំបញ្ញមិញមានម្នាក់យកដាវកាប់ដាច់ស្លឹកត្រចៀកគេព្រះយេស៊ូវថាសូមសោកដាវចូលក្នុងស្រោមវិញអ្នកណាប្រើដាវអ្នកនោះនឹងស្លាប់ដោយសារដាវព្រះយេស៊ូវមិនប្រើកម្លាំងនេះទេប៉ុន្តែព្រះអង្គប្រើសេចក្តីស្រឡាញ់ដើម្បីបង្ហាញអំពីព្រះអង្គជាព្រះមហាក្សត្រដែលពោពេញទៅដោយព្រះハរតីមេត្តាករុណាដែលកសាងសន្តិភាពដូច្នេះសូមឲ្យជីវិតរបស់យើងម្នាក់រស់នៅព្យាយាមកសាងសន្តិភាពបាទនេះជាលក្ខណៈរបស់ព្រះយេស៊ូវជាព្រះមហាក្សត្រចំណុចទី2នៅក្នុងអត្ថបទនេះខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍អំពីលោកសិលាពេលព្រះយេស៊ូវថាអ្នករាល់គ្នានឹងបាត់ជំនឿដោយសារតែខ្ញុំដោយសារគេចាប់ប៉ុន្តែលោកសិលាប្រាប់ព្រះយេស៊ូវថាម៉េចយើងចាំទេលោកសិលាថាម៉េចលោកសិលាថាទោះបីជាអ្នកផ្សេងគេបោះបង់ចោលព្រះអង្គខ្ញុំមិនបោះបង់ចោលព្រះអង្គជាដាច់ខាតលោកសិលានិយាយ3ដងអាងរបៀបនេះនិងព្រះយេស៊ូវប្រាប់គាត់ថាម៉េចប្រាប់ថាមុនមន់រងាវអ្នកនឹងបដិសេធ3ដងថាមិនស្គាល់ខ្ញុំមែនទេមុនមន់រងាវអ្នកនឹងបដិសេធ3ដងថាមិនស្គាល់ខ្ញុំហើយនៅពេលដែលគេហែព្រះយេស៊ូវទៅលោកសិលានៅកន្លែងអាំងភ្លើងនេះគេសួរគាត់3ដងមែនទេហើយលោកសិលាបដិសេធទាំង3ដងថាខ្ញុំមិនដែលស្គាល់អ្នកនោះទេក្រោយមកមន់រងាវឡើងហើយក្នុងគម្ពីរគេនិយាយថាលោកសិលាបានទៅយំយ៉ាងខ្លោចផ្សានេះជាអ្វីមួយដែលជួយឲ្យយើងគិតជីវិតយើងដែលដើរតាមព្រះយេស៊ូវបច្ចុប្បន្នមិនមែនយើងរស់នៅជួបនៅសេចក្តីសុខរហូតយើងមានទុក្ខលំបាកពេលខ្លះយើងមានការបៀតបៀនដែរក៏ប៉ុន្តែសូមនឹកដល់លោកសិលាយើងប្រកាសជំនឿលើព្រះយេស៊ូវមិនគ្រាន់តែថ្ងៃដែលយើងទទួលអគ្គសញ្ញាជាមួយទឹកហើយពេលយើងជួបទុក្ខលំបាកយើងលះបង់ចោលព្រះអង្គអត់ទេណាប៉ុន្តែយើងត្រូវតែព្យាយាមកាន់ជំនឿរបស់យើងទោះបីយើងមានទុក្ខលំបាកឬមានការបៀតបៀនយើងទៅមុខរហូតប៉ុន្តែកុំភ្លេចលោកសិលាទោះបីគាត់បដិសេធព្រះយេស៊ូវគាត់វិលត្រឡប់មករកព្រះអង្គវិញគាត់សោកស្ដាយដូច្នេះនៅពេលដែលព្រះយេស៊ូវមានព្រះជន្មឡើងវិញព្រះយេស៊ូវមកជួបលោកសិលាព្រះយេស៊ូវបានលើកលែងទោសឲ្យគាត់ហើយគាត់មានមុខងារពិសេសដើម្បីជួយណែនាំប្រជារាស្ត្ររបស់ព្រះអង្គអញ្ចឹងយើងកុំភ្លេចបើទោះបីជាថ្ងៃណាមួយយើងវង្វេងឃ្លាតឆ្ងាយពីព្រះអង្គសូមកុំភ្លេចសោកស្ដាយអំពើបាបហើយវិលមករកព្រះអង្គវិញនេះសម្រាប់បងប្អូនគ្រីស្ទបរិស័ទក្នុងសប្តាហ៍ពិសិដ្ឋនេះបើបងប្អូនមិនទាន់ទទួលអគ្គសញ្ញាលើកលែងទោសសូមទទួលអគ្គសញ្ញាលើកលែងទោសជាឱកាសល្អឲ្យយើងវិលមករកព្រះអង្គវិញនេះជាចំណុចទី2ដែលខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍គឺអំពីជីវិតរបស់លោកសិលាដែលឆ្លុះបញ្ចាំងអំពីសាវកដែលដើរតាមព្រះអង្គយើងជួបទុក្ខលំបាកពេលខ្លះយើងអាចបាត់បង់ជំនឿដែរប៉ុន្តែកុំភ្លេចយើងវិលមករកព្រះអង្គវិញដោយជឿថាព្រះអង្គមានព្រះハរតីមេត្តាករុណាដែលតែងតែប្រទានការលើកលែងទោសឲ្យយើងនិងនៅក្នុងអត្ថបទនេះចំណុចទី3ដែលខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍គឺបងប្អូនចាប់អារម្មណ៍អំពីសាវកម្នាក់ទៀតដែលក្បត់ព្រះយេស៊ូវដែលនាំគេមកចាប់ព្រះអង្គគឺឈ្មោះយូដាសណាយូដាសតាមពិតគំនិតរបស់យូដាសគឺមកចាប់ព្រះយេស៊ូវ
ក្នុងគោលបំណងឲ្យព្រះយេស៊ូវបះបោមានន័យថាប្រើអំណាចប្រឆាំងនឹងរដ្ឋាភិបាលរ៉ូម៉ាំងរំដោះប្រជាជនអ៊ីស្រាអែលឲ្យមានសេរីភាពគាត់គិតថាព្រះយេស៊ូវជាព្រះមហាក្សត្រតាមរបៀបលោកីនេះប៉ុន្តែដល់ពេលដែលគាត់នាំគេមកចាប់ព្រះយេស៊ូវអត់បានប្រើអំណាចលោកីនេះទេព្រះយេស៊ូវឲ្យគេចាប់ដូច្នេះយូដាសអេស្ការីយ៉ូតនោះគាត់ខកចិត្តមែនទេគាត់ខកចិត្តគាត់បាចប្រាក់នៅណាបាចប្រាក់នៅក្នុងព្រះវិហារចោលគាត់ចេញទៅចងកសម្លាប់ខ្លួនហើយបងប្អូនណាពេលណាយើងសម្លាប់ខ្លួនឯងដូចនេះក្នុងព្រះសាគមយល់ថាជាអំពើបាបធ្ងន់សម្លាប់ខ្លួនឯងគាត់អត់បានទទួលការសង្គ្រោះជានេះជាអ្វីមួយដែលយើងចាប់អារម្មណ៍ណាសូមកុំធ្វើដូចយូដាដែលក្បត់ព្រះយេស៊ូវហើយអស់សង្ឃឹមនៅក្នុងជីវិតសម្រាប់យើងជាគ្រីស្ទបរិស័ទទោះបីយើងមានអំពើបាបយើងត្រូវតែវិលមករកព្រះអង្គវិញព្រះអង្គនៅតែមានព្រះអតីមេត្តាករុណាចំពោះយើងនិងនេះជាសេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាជានៅពេលនេះខ្ញុំចែករំលែកព្រះបន្ទូលតែ3ចំណុចនេះឲ្យយើងទាំងអស់គ្នាទទួលស្គាល់ព្រះយេស៊ូវពិតជាបានរងទុក្ខលំបាកសោយទីបង្គត់ដើម្បីលួសយើងឲ្យរួចពីបាបគឺព្រះអង្គយើងមកសម្ដែងព្រះរតីមេត្តាករុណាដ៏លើសលប់ព្រះអង្គជាព្រះមហាក្សត្រដែលមិនមែនជាព្រះមហាក្សត្រតាមរបៀបគំនិតលោកីទោះបីយើងពេលខ្លះយើងមានអំពើបាបយើងក្បត់ព្រះអង្គសូមព្រះអង្គជួយឲ្យយើងអាចវិលមករកព្រះអង្គវិញគ្រប់ពេលវេលាដើម្បីយើងបានទទួលជីវិតដ៏ពេញលេញពីព្រះអង្គនិងសូមព្រះអង្គទតមើលបងប្អូនយើងដែលកំពុងរងទុក្ខសពថ្ងៃនិងសូមព្រះអង្គណែនាំឲ្យយើងទទួលស្គាល់ព្រះអង្គដែលជាព្រះមហាក្សត្រនៃសន្តិភាពសម្រាប់ចិត្តរបស់យើងដើម្បីចិត្តរបស់យើងមានសន្តិភាពហើយយើងអាចកសាងសន្តិភាពនៅគ្រប់កន្លែងដែលយើងរស់នៅបានអាមែន